នេះជាកម្មវិធីផ្សាយ Vuthu Azizi Serai នេះជាកម្មវិធីផ្សាយរបស់ Vuthu Azizi Serai ជាភាសាខ្មែរ Vuthu Azizi Serai សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទហុំចម្រើនសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់Vuthu Azizi Serai ទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសុក្រ9កើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី7ខែមីនាគ្រិស្តសករាជ2025បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមាតិកាដូចតទៅសមត្ថកិច្ចចាប់មេខ្លោងជនជាតិចិនពាក់ព័ន្ធនឹងការសម្លាប់យុវតីម្នាក់នៅខេត្តកំពតសកម្មជនដីធ្លីបង្កក់លោកស្រីង៉ាតខុនតវ៉ាទាមទារឲ្យតុលាការដោះលែងកូនស្រីពីពន្ធនាគារដីព្រៃសហគមន៍នៅខេត្តចំនួន2ត្រូវបានក្រុមហ៊ុនសាន់តាណារបស់អភិបាលរងខេត្តព្រះវិហាររំលោភយកពលរដ្ឋរស់នៅលើភ្នំគូលែនកើនឡើងជាង 1000 គ្រួសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យអប់រំតិចតួចរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅនេះខ្ញុំបាទហុំចម្រើនសូមជូនព័ត៌មានពិស្ដាលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីមេខ្លោងនៃក្រុមជើងកាងជនជាតិចិនមួយក្រុមដែលបានរៀបចំគម្រោងសម្រាប់យុវតីហេងសៀវលីត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយម្ដាយនារីរងគ្រោះបញ្ជាក់ថាមេខ្លោងដែលសម្លាប់កូនស្រីគាត់គឺជាមេក្រុមដែលកំពុងប្រតិបត្តិការអំពើឆបោកតាមអនឡាញនៅកម្ពុជាហើយការសម្លាប់នារីរងគ្រោះឈ្មោះហេងសៀវលីគឺដើម្បីបំបិទមាត់ព្រោះក្រុមឃាតករបារម្ភពីការបែកធ្លាយការសម្ងាត់នៃអំពើអក្រិតកម្មចាប់ចម្រិតនិងអំពើឆបោកតាមអនឡាញរបស់ពួកគេបាទលោកមានរិទ្ធរាយការណ៍ព័ត៌មាននេះកម្លាំងនយោបាយនគរបាលព្រហ្មទណ្ឌបានបង្ហាញមុខជនសង្ស័យជនជាតិចិនឈ្មោះយ៉ាងខៃស៊ីនដែលរៀបចំផែនការសម្លាប់នារីរងគ្រោះវ័យ18ឆ្នាំឈ្មោះហេងស៊ូលីដើម្បីបំបិទមាត់កម្លាំងជំនាញបានអះអាងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកអំពីប្រតិបត្តិការបង្ក្រាបមេខ្លោងជនសង្ស័យជាមេឃាតកររូបនេះគឺដោយមានការចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចវៀតណាមនិងត្រូវបានឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រថ្ងៃទី6ខែមីនាក្នុងទឹកដីវៀតណាមអាជ្ញាធរអះអាងថាជនសង្ស័យជនជាតិចិន2នាក់ឈ្មោះជេនកុងគឺជាមិត្តប្រុសរបស់នារីរងគ្រោះឈ្មោះហេងស៊ូលីរីឯជនសង្ស័យម្នាក់ទៀតឈ្មោះលីហាវហាវបានសារភាពថាពួកគេពិតជាបានចូលរួមនៅក្នុងផែនការជាមួយជនសង្ស័យដែលជាមេខ្លោងរបស់ពួកគេឈ្មោះយ៉ាងខៃស៊ីនសម្រាប់នារីរងគ្រោះឈ្មោះហេងស៊ូលីកាលពីថ្ងៃទី27ខែកុម្ភៈដោយសារតែបារម្ភពីការបែកធ្លាយរឿងរ៉ាវសម្ងាត់របស់ពួកគេទាក់ទងនឹងអក្រិតកម្មឆបោកតាមអនឡាញវិសុវអាស៊ីស្រីមិនអាចទាក់ទងអគ្គស្នងការនគរបាលជាតិលោកសថេតដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី6ខែមីនាអាជ្ញាធរអះអាងថាក្រុមឃាតករបានវាយដំនឹងធ្វើទរណកម្មទៅលើនារីរងគ្រោះឈ្មោះហេងស៊ូលីរហូតដល់ស្លាប់កាលពីថ្ងៃទី27ខែកុម្ភៈហើយបានដឹកសាកសពយកទៅកប់នៅក្នុងដីខ្សាច់នៅជិតបឹងមួយកន្លែងក្នុងខណ្ឌដង្កោរាជធានីភ្នំពេញម្ដាយនារីរងគ្រោះគឺលោកស្រីទឹមសុភីបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី6ខែមីនាថាកូនស្រីលោកស្រីឈ្មោះហេងស៊ូលីកាលពីថ្ងៃទី27ខែមករាបាននាំមិត្តប្រុសជាជនជាតិចិនឈ្មោះជេនកុងនិងប៉ាក់ពួករបស់ពួកគេចំនួន2នាក់ទៀតមកលេងផ្ទះលោកស្រីដើម្បីស្នើសុំកូនស្រីទៅបម្រើការងារអនឡាញឲ្យក្រុមជនជាតិចិនទាំងនោះនៅរាជធានីភ្នំពេញលោកស្រីបញ្ជាក់ថាជនសង្ស័យជាក្រុមឃាតករទាំងនោះបានលបួងកូនស្រីលោកស្រីជាច្រើនលើកច្រើនសារដែលបញ្ជាក់ថាពួកគេនឹងជួលខុនដូឲ្យកូនស្រីលោកស្រីស្នាក់នៅក្នុងរាជធានីភ្នំពេញនិងបង្ហាត់ការងារផ្នែកអនឡាញហើយបញ្ជាក់ថាអាចរកចំណូលបានចន្លោះពី$600ទៅ$700ក្នុងមួយខែខុនដូគេជួលកន្លែងហ្នឹងថាមួយខែ400វាថាខុនដូចន់40ហ្នឹងមាន40ចន់តែដឹងតែមកអីទេគាត់ជួលបន្ទប់មួយនៅពីអ្នកមុតប្រុសវិញហ្នឹងចាត់ហ្នឹងវានាំកូនខ្ញុំថាមកធ្វើអនឡាញក្នុងពេញហៅកូនខ្ញុំហ្នឹងមកពីសៅហ្នឹងឲ្យមកធ្វើអនឡាញឲ្យវាហើយវាប្រាប់ថាធ្វើអនឡាញហ្នឹងបើអត់ចេះវាអ្នករៀនទៀតខ្ញុំមិនដឹងគេធ្វើយ៉ាងម៉េចពួកអនឡាញចិនខ្ញុំមិនដឹងដែរវាថាចាំមកតាមវានាំទៅធ្វើឡើងគេមានក្រុមហ៊ុនគេធ្វើអនឡាញចឹង
ហើយតែវាតានបានចូលមើលទេចានិយាយប្រាប់តាក់ទងមកខ្ញុំប្រាប់ខ្ញុំតាមណែម្ដងហ្នឹងអញ្ចឹង លោកស្រីទឹមសុភីឲ្យដឹងទៀតថាលោកស្រីបានព្យាយាមផ្ដល់សក្ខីកម្មទាក់ទងទៅនឹងករណីឃាតកម្មលើកូនស្រីទៅប៉ូលីសដែរនៅពេលលោកស្រីទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី28ខែកុម្ភៈក៏ប៉ុន្តែក្រុមកម្លាំងជំនាញបានឲ្យលោកស្រីរក្សាភាពស្ងៀមស្ងាត់ យើងបារម្ភថាគេមានលុយខ្លាចតែកូនខ្ញុំស្លាប់ទៅមិនបានសងមកកូនខ្ញុំមកវិញក៏មិនបានខ្លាចគេមានលុយទៅគេបុកទៅប៉ូលីសអីចឹងហើយខ្ញុំយើងវាអត់មានខ្នងចឹង ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសមាតមានប្រសាសន៍ថាការផ្ដោតតម្រុយសង្ស័យរបស់ម្ដាយជនរងគ្រោះគឺជាភស្តុតាងសំខាន់មួយទៀតដែលសមាជិកគួរស៊ើបអង្កេតឲ្យបានម៉ឺងម៉ាត់ទៅលើករណីបទល្មើសឧក្រិដ្ឋផ្សេងទៀតបន្ថែមពីលើករណីឃាតកម្មលើជនរងគ្រោះ ការស៊ើបអង្កេតទាក់ទងរឿងឃាតកម្មគិតទុកជាមុននេះទៅធ្វើម៉េចរកជនដែលពាក់ព័ន្ធទាំងអស់ហ្នឹងយកមកអនុវត្តតាមផ្លូវច្បាប់ដើម្បីផ្ដល់យុត្តិធម៌ទៅដល់ជនរងគ្រោះបាទការផ្ដល់យុត្តិធម៌វាមានយុត្តិធម៌មួយគឺការដាក់ឬការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរទៅលើអំពើខុសខើព្រៃផ្សៃអមនុស្សធម៌ហ្នឹងទី2គឺទាក់ទងនឹងសំណងជួសជុលនៃការបាត់បង់ជីវិតឬក៏វិជាសនកម្មផ្សេងទៀតដែលកើតឡើង ក្រុមគ្រួសារជនរងគ្រោះនិងមន្ត្រីសិទ្ធិមនុស្សនៅតែបន្តជំរុញដល់សមាជិកជំនាញនិងស្ថាប័នតុលាការឲ្យពន្លឿននីតិវិធីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនិងក្រុមគ្រួសារឲ្យបានឆាប់រហ័សតាមរយៈការផ្ដល់សំណងជំងឺចិត្តនិងការផ្ដន្ទាទោសក្រុមឃាតករនិងអ្នកពាក់ព័ន្ធនៅក្នុងករណីឃាតកម្មលើនារីរងគ្រោះឈ្មោះហេងស៊ីលីឲ្យបានធ្ងន់ធ្ងរនិងត្រឹមត្រូវតាមផ្លូវច្បាប់ខ្ញុំបានមេរិត Visual Asia ស្រីពីរដ្ឋធានី Washingtonលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីងាកមកស្ដាប់បញ្ហារបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាបវិញម្ដងបើទោះបីជាប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែនអតីតរាជធានីបុរាណក្នុងខេត្តសៀមរាបកើនឡើងជាង 1000 គ្រួសារហើយក្តីក៏ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យអប់រំនៅមានតិចតួចនៅឡើយហាក់មិនឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋនោះទេពលរដ្ឋត្អូញត្អែថាបញ្ហាខ្វះសាលារៀនផ្លូវពិបាកធ្វើដំណើរនិងគ្មានអគ្គិសនីប្រើប្រាស់ជាកត្តារួមផ្សំសំខាន់ធ្វើឲ្យកូនរបស់ពួកគាត់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេងបាទលោកអ្នកនាងនឹងបានស្ដាប់ព័ត៌មាននេះពិស្ដានាពេលបន្តិចទៀតនេះលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិហើយរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រីជាពាក្យដែលយើងឧស្សាហ៍ឮពីមាត់មេដឹកនាំកម្ពុជានៅពេលនិយាយដល់រឿងសិទ្ធិស្ត្រីប៉ុន្តែស្ត្រីមួយចំនួនដែលរងគ្រោះដោយសារការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុនប្រតិកម្មថាពួកមេដឹកនាំកម្ពុជាគិតគូរខ្លាំងទៅលើស្ត្រីដែលជាប្រពន្ធកូននិងបព្វពួករបស់ខ្លួនដោយមិនបានមើលឃើញពីទុក្ខវេទនារបស់ពួកគាត់ឡើយយើងនឹងជជែកពិភាក្សាអំពីសិទ្ធិស្ត្រីនេះនៅយប់ថ្ងៃសុក្រទី7មីនានេះស្របពេលពិភពលោកទាំងមូលនឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃទី8មីនាសូមលោកអ្នកនាងរងចាំស្ដាប់និងទស្សនាកិច្ចពិភាក្សានេះកុំបីខានលោកអ្នកនាងអាចបញ្ចេញមតិយោបល់ឬសួរសំណួរដោយដាក់លេខទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងប្រអប់ខ្ទង់ comment នៃការផ្សាយផ្ទាល់របស់វិទ្យុអស៊ីសេរីនៅលើបណ្ដាញសង្គម Facebook YouTube និង Telegram សូមអរគុណលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីចំណែកបញ្ហារបស់ប្រជាពលរដ្ឋនៅឯរាជធានីភ្នំពេញឯណោះវិញសកម្មជនដីធ្លីបឹងកក់អ្នកស្រីង៉ែតខុននិងប្រជាពលរដ្ឋប្រមាណ10នាក់ផ្សេងទៀតបបួលគ្នាតវ៉ាជាថ្មីនៅមុខសាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី6ខែមីនា
ដើម្បីទាមទារឲ្យតុលាការដោះលែងកូនស្រីឈ្មោះអេងសុខាដែលសមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីចុងខែមករាកន្លងមកមន្ត្រីសង្គមស៊ីវិលថាការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិតុលាការនឹងបន្តការរិះគន់ពីសាធារណជនបាទលោកសុកមនោហដ្ឋារាយការណ៍ព័ត៌មាននេះ សម្លេងស្រែករកយុទ្ធធម៌របស់គ្រួសារជនរងគ្រោះគឺលោកស្រីង៉ែតខុនហើយយាយម៉ាមីបានឮសារជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញដោយមានការអុជធូបបួងសួងនិងដាក់បណ្ដាសាតុលាការដែលចាប់កូនលោកស្រីដាក់ពន្ធនាគារទាំងគ្មានកំហុសលោកស្រីថាទោះបីជាការទាមទារនេះហាក់មានសង្ឃឹមតិចតួចតុលាការនឹងដោះលែងកូនលោកស្រីឲ្យមានសេរីភាពក្តីលោកស្រីចង់បង្ហាញឲ្យសាធារណជនបានឃើញថាប្រព័ន្ធតុលាការបច្ចុប្បន្នបានធ្វើបាបរាស្ត្រស្លូតត្រង់ទាំងគ្មានកំហុសសកម្មជនដីធ្លីបឹងកក់លោកស្រីង៉ែតខុនលើកឡើងថាការដែលលោកស្រីនិងពលរដ្ឋប្រមាណជិត10នាក់ប្រមូលផ្ដុំគ្នាជាលើកទី2នៅមុខសាលាដំបូងរាជធានីភ្នំពេញនេះគឺដើម្បីទាមទារឲ្យតុលាការដោះលែងកូនលោកស្រីឈ្មោះអេងសុខាដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី31ខែមករាដោយជាប់ប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃលោកស្រីចាត់ទុកការជាប់ប្រកាន់នេះគឺជារឿងមិនពិតនិងជាលេសដើម្បីធ្វើទុកបុកម្នេញមកលើពលរដ្ឋរឿងអីមកចាប់កូនខ្ញុំក៏ដាក់ពន្ធនាគារវាអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំកូនខ្ញុំអំពើនេះវាអាក្រក់ខុសខើពន្ធតុលាការហើយលោកអ៊ីរ៉ានថាកូនខ្ញុំនឹងបើបំផិតបំផ្លាញរដ្ឋសម្បត្តិរបស់សាធារណៈតែលោកអ៊ីរ៉ានឯងមានបាត់ផ្សេងមើលអត់លោកឯងមានបាត់ផ្សេងមើលអត់កុំនិយាយមួយបកាច់កូនខ្ញុំยัดផ្ទះវិញពិបាកក៏កាលពីថ្ងៃទី31ខែមករាសមត្ថកិច្ចបានចាប់ខ្លួនលោកស្រីអេងសុខាដោយហិង្សានិងគ្មានដីកាការចាប់ខ្លួននេះធ្វើឡើងអំឡុងពេលដែលលោកស្រីកំពុងតែតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញបង្ហាញពីការឈឺចាប់ដែលតុលាការមិនផ្ដល់យុត្តិធម៌ជូនម្ដាយគឺលោកស្រីង៉ែតខុនដែលកំពុងរងពាក្យបណ្ដឹងនៅក្នុងតុលាការពាក់ព័ន្ធបញ្ហាដីធ្លីកាលពីជាង10ឆ្នាំមុនក្រោយមកសាលាដំបូងរាជធានីភ្នំពេញបានឃុំខ្លួនលោកស្រីអេងសុខាជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរដោយជាប់ប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទោះជាយ៉ាងណាលោកស្រីង៉ែតខុនចាត់ទុកការជាប់ប្រកាន់របស់តុលាការមកលើកូនស្រីថាជារឿងអយុត្តិធម៌លោកស្រីបដិញ្ញាថានឹងបន្តទាមទារនៅមុខសាលាដំបូងរាជធានីភ្នំពេញបន្តទៀតរហូតទាល់តែតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងកូនលោកស្រីឲ្យមានសេរីភាពឡើងវិញខ្ញុំមកតាំងពីកូនខ្ញុំបែកមកខ្ញុំហូបបាយមិនបានខ្ញុំដេកក៏មិនលក់ខ្ញុំអារម្មណ៍កូនខ្ញុំមកសប្តាហ៍កូនខ្ញុំនៅផ្ទះអត់មានណាមានតែខ្ញុំមើលថែវាហើយខ្ញុំឈឺក៏បានកូននឹងដឹកខ្ញុំទៅពេទ្យដែរឥឡូវខ្ញុំឈឺថ្ងៃខ្ញុំអត់មានកម្លាំងទេណាដោយសារកូនហើយបាយខ្ញុំហូបមិនបានស្អីក៏ខ្ញុំហូបមិនបានមកវិទ្យុអាស៊ីសេរីពុំអាចតាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកអ៊ីរ៉ានដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី6ខែមិនិនាដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួលតាក់ទិនរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាត6លោកនីសុខាយល់ឃើញថាការតវ៉ារបស់ពលរដ្ឋនៅមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីទាមទារឲ្យដោះលែងកូនស្រីសកម្មជនដីធ្លីនេះគឺជាសិទ្ធិសេរីភាពដែលធានាដោយច្បាប់លោកថាតុលាការគួរតែពិចារណាឡើងវិញចំពោះការចាប់ខ្លួនលោកស្រីអេងសុខាទន្ទឹមនឹងនោះលោកថាការចាប់ខ្លួនពលរដ្ឋដែលហ៊ានបញ្ចេញមតិពីភាពអយុត្តិធម៌សង្គមពុំផ្ដល់ផលចំណេញដល់ប្រទេសជាតិនោះឡើយផ្ទុយទៅវិញធ្វើឲ្យពលរដ្ឋកាន់តែអស់ជំនឿចិត្តហើយរិះគន់ប្រព័ន្ធតុលាការបច្ចុប្បន្នថាខ្វះភាពឯករាជ្យពិតប្រាកដតាក់ទងទៅនឹងបញ្ហាហ្នឹងក៏វាមិនមែនជារឿងអីដែលចំណេញទៅដល់មុខមាត់ឬក៏ចំណេញទៅដល់ប្រព័ន្ធយុត្តិធម៌របស់យើងនឹងដែរផ្ទុយទៅវិញបានត្រឹមតែធ្វើឲ្យមានការរិះគន់បន្ថែមទៀតពីសំណាក់មតិជាតិអន្តរជាតិពិសេសគឺមហាជនដែលគេបានមើលឃើញអំពីរឿងអំពើអយុត្តិធម៌ទាំងអស់ហ្នឹងទៅវិញទេអញ្ចឹងខ្ញុំយល់ថាការដោះលែងឲ្យគាត់នៅក្រៅឃុំជារឿងមួយដែលល្អសម្រាប់ទាំងអស់គ្នាមានន័យថាទាំងសកម្មជនដែលតវ៉ាទាំងអស់ហ្នឹងក៏ដូចជាទាំងមុខមាត់នៃប្រព័ន្ធយុត្តិធម៌យើងផងដែរបាទគិតត្រឹមថ្ងៃទី6ខែមិនិនាអង្គការការពារសិទ្ធិមនុស្សលីកាដូបានបង្ហាញថាសកម្មជននយោបាយមន្ត្រីសង្គមស៊ីវិលកម្មជនបរិស្ថាននិងសកម្មជនដីធ្លីចំនួន60នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌ក្រោយពីពួកគាត់បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរិះគន់ពីភាពអយុត្តិធម៌ក្នុងសង្គមចូលរួមការពារធនធានធម្មជាតិនិងការពារសិទ្ធិដីធ្លីជាមួយគ្នានេះកាលពីថ្ងៃទី26ខែកុម្ភៈអង្គការ Freedom House បានរកឃើញថា
សេរីភាពជាមូលដ្ឋាននៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភខណៈដែលបច្ចុប្បន្នកម្ពុជាទទួលបានពិន្ទុសេរីភាពត្រឹមតែ23ក្នុងចំណោមពិន្ទុ100ដោយសារតែការរំលោភសិទ្ធិមនុស្សនិងការរឹតបន្តឹងសេរីភាពបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវរបស់ពលរដ្ឋរាជមន្ត្រីបពប្រឆាំងកម្មជនសិទ្ធិមនុស្សបន្តរងការគំរាមកំហែងគ្រប់រូបភាពពីសំណាក់អាជ្ញាធរកម្ពុជាក្នុងនោះសារព័ត៌មានឯករាជ្យត្រូវបានបណ្តេញចេញពីប្រទេសហើយពលរដ្ឋដែលហ៊ានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលត្រូវបានចាប់ដាក់ពន្ធនាគារក្រុមហេតុផលនយោបាយខ្ញុំបាទសុមនោហត្ថាវិទ្យុអាស៊ីសេរីលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីសេចក្តីរាយការណ៍មួយទៀតអំពីបញ្ហាព្រៃឈើនៅខេត្តព្រះវិហារឯណោះវិញដីព្រៃសហគមន៍ក្នុងខេត្តចំនួន2ត្រូវបានក្រុមហ៊ុនសន្តានាអាកូ Product របស់អភិបាលរងខេត្តព្រះវិហារលោកអុកកំសានរំលោភយកធ្វើជាកម្មសិទ្ធិឯកជនដោយប្រើប្រាស់រូបភាពទិញលក់ឬជួលដីព្រៃដើម្បីវិនិយោគដាំដំណាំកសិកម្មអាជ្ញាធរមូលដ្ឋានទទួលស្គាល់ថាពិតជាមានករណីជួលដីព្រៃសហគមន៍ពីសំណាក់ក្រុមហ៊ុនសន្តានាពិតប្រាកដមែនបាទលោកទីនសាការីយ៉ារីកាព័រមាននេះរយៈពេល5ឆ្នាំមកនេះយ៉ាងហោចណាស់ដីព្រៃសហគមន៍ចំនួន5ទីតាំងផ្សេងគ្នាក្នុងខេត្តព្រះវិហារនិងខេត្តកំពង់ធំត្រូវបានក្រុមហ៊ុនសន្តានារបស់អភិបាលរងខេត្តព្រះវិហារលោកអុកកំសានបានខົບខិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធទិញនិងជួលដីព្រៃសហគមន៍ទាំងនោះដោយយកលេសថាបានទទួលសិទ្ធិវិនិយោគដាំដំណាំកសិកម្មកៅស៊ូនិងស្វាយចន្ទីដែលមានផ្ទៃដីរាប់ពាន់ហិកតាព្រៃសហគមន៍ទាំងនោះរួមមានដីព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិអូចិញ្ចៀនស្ថិតនៅស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំដីព្រៃសហគមន៍ជីអោកស្ថិតនៅស្រុករវៀងដីព្រៃសហគមន៍ភូមិណារងនិងភូមិដងផ្លិតនៅស្រុកឆែបខេត្តព្រះវិហារជាដើមពលរដ្ឋនៅស្រុករវៀងខេត្តព្រះវិហារសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពប្រាវិទ្យុអាស៊ីសេរីនៅថ្ងៃទី6មីនាថាដីព្រៃសហគមន៍ជីអោកជាង500ហិកតាត្រូវបានក្រុមហ៊ុនរបស់លោកអុកកំសានដាក់គ្រឿងចាក់ឈូសឆាយយកដីធ្វើជាកម្មសិទ្ធិដោយប្រើប្រាស់រូបភាពទិញឬជួលដីព្រៃសហគមន៍ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារលោកថាបច្ចុប្បន្ននេះមិនមានសហគមន៍ចេញមុខតវ៉ាដើម្បីទាមទារដីព្រៃសហគមន៍ទាំងនោះយកមកវិញឡើយដោយសារតែពួកគាត់ត្រូវបានអាជ្ញាធរគំរាមកំហែងគណៈប្រជាសហគមន៍មួយចំនួនមិនទាន់យល់ដឹងពីច្បាប់ឲ្យបានច្បាស់លាស់និងអំពីអត្ថប្រយោជន៍នៃព្រៃឈើខ្ញុំគឺសូមជំទាស់ហើយខ្ញុំអត់ថាវាថាវាបាត់ធ្វើឲ្យបាត់ទុនធានធម្មជាតិរបស់សហគមន៍ជាដើមភាគតិចធ្លាប់តែអាស្រ័យផលបងប្អូនជាសហគមន៍ប្រមូលបានច្រើនជារៀងរាល់ឆ្នាំតែឥឡូវសូមសំណពរឲ្យរាជរដ្ឋាភិបាលគឺចូលរួមដោះស្រាយនៅបញ្ហាសម្រាប់សហគមន៍ដែលស្ថិតបំផ្លាញធ្វើឲ្យប៉ះពាល់ដល់ទុនធានធម្មជាតិហើយនឹងដូចជាព្រៃនេះគឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បងប្អូនប្រជាសហគមន៍នៅក្នុងមូលដ្ឋាននេះមេឃុំរមនីស្រុករវៀងលោកខុតរីទទួលស្គាល់ថាដីព្រៃសហគមន៍ជាអោកពិតជាត្រូវបានក្រុមហ៊ុនសន្តានាជួលពីសហគមន៍ប្រកាសមែនប៉ុន្តែលោកអះអាងថាក្រុមហ៊ុនមិនបានធ្វើបានកម្មសិទ្ធិនោះទេដែលគ្រាន់តែយកផែនទីដីព្រៃសហគមន៍ទៅគ្រប់គ្រងតែប៉ុណ្ណោះបាទដឹងមែនបាទគាត់បានជួលមែនតើតែខ្ញុំបើកឯកសារខ្ញុំវាភ្លេចដែរបាទមានផែនទីហើយនឹងកិច្ចសន្យាហ្នឹងដល់ខេត្តដល់ស្រុកដល់ក្រសួងហ្នឹងហើយការប៉ះពាល់កន្លងមកហ្នឹងគេបានកាត់វាលជូនប្រជាពលរដ្ឋបាទខ្ញុំវាដឹងប៉ុន្តែខ្ញុំវាតើបើកឯកសារបើខ្ញុំមានចំណែកដីព្រៃនៅតំបន់ការពារធម្មជាតិអូចិញ្ចៀននៃដែនចម្រុះសត្វព្រៃបឹងពែជិត 1000 ហិកតាស្ថិតនៅស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំត្រូវបានសហគមន៍និងអតីតប្រធានមន្ត្រីបរិស្ថានខេត្តកំពង់ធំលោកតបកាកដាអភិបាលស្រុកប្រាសាទបាឡាំងលោកវ៉ាន់សុផានិតជួលឲ្យទៅក្រុមហ៊ុនសន្តានាក្នុងតម្លៃទឹកប្រាក់ជាង80លានរៀលឬជាង$20000អាមេរិកក្នុងមួយឆ្នាំដែលមានរយៈពេល15ឆ្នាំក្រោមហេតុផលអភិវឌ្ឍដាំដើមអាកាសយ៉ានិងដើមស្វាយចន្ទីជំនួសនេះបើតាមកិច្ចព្រមព្រៀងជួលដីព្រៃសហគមន៍កាលពីខែឧសភាឆ្នាំ2022ប៉ុន្តែសហគមន៍នៅតំបន់នោះបានបដិសេធថាលុយជួលដីព្រៃសហគមន៍ទាំងនោះពួកគាត់មិនដាល់បានទទួលនោះឡើយដោយឡែកដីព្រៃអរិយនិងតំបន់ព្រៃអាស្រ័យផលរបស់ជនជាតិដើមភាគតិចគួយចំនួន2ភូមិ
នៅស្រុកឆែបខេត្តព្រះវិហារជាង1050ហិកតាក៏ត្រូវបានក្រុមហ៊ុនសន្តានារបស់លោកអុកកំសាន្តរំលោភយកធ្វើជាកម្មសិទ្ធិនិងប្រើប្រាស់អំពើហិង្សាទៅលើប្រជាសហគមន៍ថែមទៀតផងនៅពេលដែលប្រជាសហគមន៍ព្យាយាមការពារធនធានធម្មជាតិនៅតំបន់នោះតំណាងសហគមន៍ជនជាតិដើមគួយលោកសោមណៃឲ្យដឹងនៅថ្ងៃទី6មីនាថាក្រុមហ៊ុនបានដាក់គ្រឿងចាក់ឈូសឆាយដីព្រៃជំនឿអស់រាប់រយហិកតាបង្កផលប៉ះពាល់ដល់ស្រែចម្ការរបស់ជនជាតិដើមភាគតិចជាច្រើនគ្រួសារដោយមិនខ្លាចញញើតច្បាប់និងសហគមន៍នោះឡើយលោកសង្ស័យថាអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះបានខົບខិតគ្នាលក់ដីព្រៃទាំងនោះឲ្យទៅក្រុមហ៊ុនទើបរហូតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយជូនសហគមន៍នៅឡើយអាជ្ញាធរជាតិនឹងរៀបចំមើលវិសោធនកម្មច្បាប់ឲ្យជាក់លាក់ដែលសហគមន៍យើងនេះទុកឲ្យគាត់នឹងមានសិទ្ធិអំណាចនៅក្នុងការរស់នៅនិងថែរក្សាប្រើប្រាស់តំបន់ទុនធានធម្មជាតិនៅតំបន់ពួកគាត់គឺគាត់ធ្លាប់អាស្រ័យផលមកជាយូរមកតាំងពីដូនតាចាវិទ្យុអាស៊ីសេរីមិនអាចតកតងអភិបាលខេត្តកំពង់ធំលោកនួនផារ៉ាត់និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារលោកណប់វុធីដើម្បីសំសួរជំវិញនៅរឿងនេះបានដល់ឡាយទេនៅថ្ងៃទី6មីនាចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោកខ្វែតិតជានិងតំណាងក្រុមហ៊ុនសន្តានារបស់លោកអុកកំសាន្តក៏វិទ្យុអាស៊ីសេរីមិនអាចតកតងបានដែរនៅថ្ងៃដដែលនេះតកតងនឹងបញ្ហានេះអនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លីនិងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកយិនមេងលីលើកឡើងថាបើតាមច្បាប់ដីសាធារណៈរបស់រដ្ឋដីព្រៃសហគមន៍តំបន់ការពារឬតំបន់អភិរក្សក្រៅពីរដ្ឋាភិបាលធ្វើអនុប្រយោគគ្មានបុគ្គលនិងអាជ្ញាធររូបណាមានសិទ្ធិក្នុងការទិញលក់ឬជួលបានឡើយលោកថាអាជ្ញាធរត្រូវតែចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់និងចាត់វិធានការតឹងរ៉ឹងទៅលើអ្នករំលោភបំពាននិងអ្នកជាប់ពាក់ព័ន្ធហើយអាជ្ញាធរមិនត្រូវធ្វើទុកបុកម្នេញទៅលើពលរដ្ឋដែលសកម្មក្នុងការការពារធនធានធម្មជាតិនោះឡើយយើងចង់ឲ្យមានវិធានការបើសិនជាថ្នាក់ខេត្តមិនធ្វើបាទអញ្ចឹងថ្នាក់ជាតិត្រូវមានវិធានការទៅលើថ្នាក់ខេត្តនឹងមកហេតុអីបានជាគាត់មិនចាត់វិធានការគាត់មិនចុះធ្វើការស្រាវជ្រាវគាត់មិនជួបជាមួយប្រជាពលរដ្ឋគាត់មិនយកបញ្ហាដែលគាត់ទទួលយកទៅចាត់វិធានការអញ្ចឹងតើតែមានវិធានការពីថ្នាក់លើពិនិត្យមើលទៅលើថ្នាក់ក្រោមវិធានការរួមទាំងវិធានការរដ្ឋបាលរួមទាំងវិធានការផ្លូវច្បាប់បទល្មើសពាក់ព័ន្ធនឹងព្រៃឈើអាចមានការថយចុះបានបើការរំលោភបំពានដីសាធារណបរិបទមានការថយចុះបានក្រៅពីដណ្ដើមដីព្រៃសហគមន៍និងដីស្រែចម្ការពីពលរដ្ឋកាលពីចុងឆ្នាំ2021រដ្ឋាភិបាលក៏បានផ្តល់ដីសម្បត្តិសេដ្ឋកិច្ចជាង 10000 ហិកតាស្ថិតនៅឃុំរមនីស្រុករវៀងខេត្តព្រះវិហារទៅឲ្យក្រុមហ៊ុនសន្តានារបស់លោកអុកកំសាន្តដើម្បីធ្វើការវិនិយោគដាំដំណាំកសិកម្មដែរក្រុមហ៊ុនសន្តានា Agro Product គឺជាកម្មសិទ្ធិរបស់អភិបាលរងខេត្តព្រះវិហារលោកអុកកំសាន្តត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជាអង្គញានៅឆ្នាំ2013ក្រោយមកលោកជួយជ្រោមជ្រែងរកស៊ីឈើឲ្យលោកអ្នកអង្គញាធិភាពបានជោគជ័យក៏ត្រូវបានអតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនពេញចិត្តហើយតែងតាំងលោកជាអភិបាលរងខេត្តព្រះវិហារនិងជាប្រធានក្រុមការងារយុវជនគណបកប្រជាជនកម្ពុជាខេត្តព្រះវិហារឆ្នាំ2022ចំណែកឯភរិយារបស់លោកអុកកំសាន្តគឺឈ្មោះស៊ីមសុរ័ត្នកំពុងក្តាប់ក្តាប់មុខចំនួននាំគ្រាប់ស្វាយចន្ទីទៅលក់នៅក្រៅប្រទេសសប្តាហ៍ថ្ងៃក្រុមហ៊ុនរបស់លោកកំពុងដាក់ទាហានរំលោភយកដីធ្លីព្រៃសហគមន៍ដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកថែបខេត្តព្រះវិហារខ្ញុំបាទធីនសាការីយ៉ាស៊ីសេរីប្រធានីវ៉ាស៊ីនតោនលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិហើយរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រីជាពាក្យដែលយើងឧស្សាហ៍ឮពីមាត់មេដឹកនាំកម្ពុជានៅពេលនិយាយដល់រឿងសិទ្ធិស្ត្រីប៉ុន្តែស្ត្រីមួយចំនួនដែលរងគ្រោះដោយសារការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុនប្រតិកម្មថាពួកមេដឹកនាំកម្ពុជាគិតគូរខ្លាំងទៅលើស្ត្រីដែលជាប្រពន្ធកូននិងបព្វពួករបស់ខ្លួនដោយមិនបានមើលឃើញពីទុក្ខវេទនារបស់ពួកគាត់ឡើយយើងនឹងជជែកពិភាក្សាអំពីសិទ្ធិស្ត្រីនេះនៅយប់ថ្ងៃសុក្រទី7មីនានេះស្របពេលពិភពលោកទាំងមូលនឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃទី8មីនា
សូមលោកអ្នកនាងរងចាំស្ដាប់នឹងទស្សនាកិច្ចពិភាក្សានេះកុំបីខានលោកអ្នកនាងអាចបញ្ចេញមតិយោបល់ឬសួរសំណួរដោយដាក់លេខទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងប្រអប់ខ្ទង់ comment នៃការផ្សាយផ្ទាល់របស់វិទ្យុអស៊ីសេរីនៅលើបណ្ដាញសង្គម Facebook YouTube និង Telegram សូមអរគុណលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីងាកមកស្ដាប់បញ្ហារបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាបឯណោះវិញទោះបីជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែនអតីតរាជធានីបុរាណក្នុងខេត្តសៀមរាបកើនឡើងជាង 1000 គ្រួសារហើយក្តីក៏ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យអប់រំនៅមានតិចតួចនៅឡើយហាក់មិនឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋនោះទេពលរដ្ឋត្អូញត្អែថាបញ្ហាខ្វះសាលារៀនផ្លូវពិបាកធ្វើដំណើរនិងគ្មានអគ្គិសនីប្រើប្រាស់ជាកត្តារួមផ្សំសំខាន់ធ្វើឲ្យកូនរបស់ពួកគាត់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេងបើគេធ្វើដំណើរទៅតំបន់ភ្នំគូលែនមានចម្ងាយជាង60គីឡូម៉ែត្រពីក្រុងសៀមរាបនៅរដូវប្រាំងឆ្នាំនេះទិដ្ឋភាពតាមដងផ្លូវផ្នែកខ្លះលើភ្នំនេះមានធូលីដីហុយទ្រលោមនិងផ្លូវខ្លះទៀតក្រហេងក្រហងពិបាកធ្វើដំណើរធ្វើឲ្យពលរដ្ឋជួបការលំបាកច្រើនឆ្នាំមកហើយទន្ទឹមនឹងនោះក្រឡេកមើលវិស័យអប់រំវិញក៏ពុំមានសាលារៀនគ្រប់គ្រាន់នៅឡើយដែរធ្វើឲ្យយុវជនមួយចំនួនបោះបង់ការសិក្សាច្រើនដោយសារខ្វះសាលារៀននិងផ្លូវពិបាកធ្វើដំណើរជាដើមយុវតីរស់នៅលើភ្នំគូលែនក្នុងឃុំខ្នងភ្នំដែលកំពុងសិក្សាថ្នាក់ទី10នៃវិទ្យាល័យស្វាយលើកញ្ញាហ៊ឿនម៉ៃប្រាប់វិទ្យុអស៊ីសេរីនៅថ្ងៃទី6ខែមីនាថាជារៀងរាល់ថ្ងៃកញ្ញាត្រូវជិះម៉ូតូទៅរៀនក្នុងស្រុកស្វាយលើមានចម្ងាយជិត20គីឡូម៉ែត្រពីផ្ទះកញ្ញាថាដោយសារសាលារៀននៅឆ្ងាយដូច្នោះធ្វើឲ្យយុវជនជាច្រើនបង្ខំចិត្តឈប់រៀនកម្រិតវិទ្យាល័យព្រោះខ្វះលទ្ធភាពរៀនហើយចំណាយថវិកាច្រើនកញ្ញាបន្ថែមថាពេលធ្វើដំណើរទៅសាលាម្ដងប្រឈមនឹងអាកាសធាតុក្តៅដោយសារជិះម៉ូតូច្រើនម៉ោងយើងជិះម៉ូតូទៅរៀនណាមួយឆ្ងាយផលឡើងជិត20គីឡូដីហើយជិះត្រូវរយៈពេលយូរហើយណាមួយក្តៅផងពិបាកហើយណាមួយចំណាយថវិកាច្រើនផងចាក់សាំងម៉ូតូមួយថ្ងៃមួយថ្ងៃនៅលើយើងចាយរាយទៀតអ្នកភូមិឲ្យដឹងថានៅរយៈពេលជាង10ឆ្នាំកន្លងទៅនេះភ្នំគូលែនមានពលរដ្ឋចំណូលស្រុកទៅរស់នៅរាប់រយគ្រួសារបន្ថែមទៀតដែលភាគច្រើនពួកគាត់ប្រកបរបរលក់ដូរធ្វើកសិកម្មនិងវិស័យទេសចរជាដើមរីឯពលរដ្ឋរស់នៅយូរយារមកហើយភាគច្រើនប្រកបរបររកអនុផលព្រៃឈើបរបាញ់សត្វធ្វើចម្ការរកថ្នាំបុរាណនិងផ្ដល់សេវាទេសចរពលរដ្ឋរស់នៅលើភ្នំគូលែនក្នុងឃុំខ្នងភ្នំអ្នកស្រីប៉ាហេងវ័យ60ឆ្នាំប្រាប់វិទ្យុអាស៊ីសេរីថាកូនរបស់អ្នកស្រី2នាក់បង្ខំចិត្តឈប់រៀនត្រឹមថ្នាក់អនុវិទ្យាល័យដោយសារវិទ្យាល័យនៅឆ្ងាយពេកហើយលោកស្រីក៏គ្មានលទ្ធភាពឲ្យកូនបន្តការសិក្សាដែរលោកស្រីថាមានជីវភាពធូរធារទើបរុញឲ្យកូនរៀនបានខ្ពស់ផ្ទុយពីពលរដ្ឋក្រីក្រកូនរបស់ពួកគាត់បោះបង់ការសិក្សាច្រើនសមត្ថភាពយើងតរួចណាមួយយើងអត់មានបងប្អូននៅសៀមរាបអីយើងអត់មានលុយជួលផ្ទះជួលអីឲ្យកូនរៀនណាតែចិត្តថាកូនឈប់កូននឹកឃើញសំណងដែរពិបាកពេកទៅម៉ែអើយខ្ញុំឈប់រៀនហើយម៉ែឈប់ទៅកូនអត់ហ៊ានបង្ខំកូនទេកាលពីថ្ងៃទី25ខែកុម្ភៈលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានចុះជួបប្រជាពលរដ្ឋដោយស្ងាត់ហើយលោកបានសំណេះសំណាលជាមួយសហគមន៍រស់នៅលើខ្នងភ្នំគូលែនពីបញ្ហាប្រឈមនៅមូលដ្ឋានរួមមានផ្លូវពិបាកធ្វើដំណើរសហគមន៍ទេសចរតំបន់អភិរក្សធម្មជាតិនិងវិស័យអប់រំជាដើមក្នុងពេលសំណេះសំណាលអ្នកភូមិខ្លះត្អូញត្អែថាកូនរបស់ពួកគាត់បោះបង់ការសិក្សាទាំងវ័យក្មេងដោយសារសាលារៀននៅឆ្ងាយពីផ្ទះពេកលោកហ៊ុនម៉ាណែតបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋហើយសន្យាថាលោកនឹងពិនិត្យលទ្ធភាពសង់វិទ្យាល័យមួយខ្នងនៅលើភ្នំគូលែនដែលជាតំបន់ទេសចរប្រវត្តិសាស្ត្រគោលកិច្ចឲ្យអាបាលខេត្តទៅសិក្សាមើលហើយរាយការណ៍ខ្ញុំហើយទៅការគ្រូខ្ញុំឲ្យក្រសួងអប់រំរៀបចំដើម្បីបញ្ជាក់តំណែងមកឲ្យហើយទៅការខ្វះអាគារចាំខ្ញុំធ្វើឲ្យចំណែកមេឃុំខ្នងភ្នំលោកឈៀមតាំងមានប្រសាសន៍ថាអាជ្ញាធររកដីសម្រាប់សាងសង់វិទ្យាល័យមួយលើភ្នំគូលែនបានហើយប៉ុន្តែដោយសារតំបន់នោះមានគ្រាប់មីនបន្សល់ទុកពីសម័យសង្គ្រាមពិបាកក្នុងការឈូសឆាយព្រៃសម្អាតដីហើយត្រូវចំណាយពេលច្រើន
លោកថាប្រសិនបើសង់វិទ្យាល័យរួចរាល់យុវជននឹងមានឱកាសរៀនថ្នាក់វិទ្យាល័យនៅជិតផ្ទះកាត់បន្ថយការចំណាយរបស់គ្រួសារនិងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សកំពុងរៀងមានកំពុងស្អាតរៀងមានការមានគ្រាប់បន្ទិនពុះលើនេះបាទតាមតំបន់នេះវាមានតំបន់ឆ្លងកាត់តំបន់កងទ័ពអង្គខ្មែរក្រហមផងឃុំខ្នងភ្នំមាន9ភូមិស្ថិតនៅលើភ្នំគូលែនក្នុងស្រុកស្វាយលើដោយមានពលរដ្ឋរស់នៅជាង1300គ្រួសារក្នុងនោះមានប្រជាពលរដ្ឋជាង5000នាក់មគ្គុទ្ទេសក៍ទេសចរអង្គរលោកហៀកសេងហួតយល់ថាភ្នំគូលែនជាអតីតក្រុងបុរាណសម័យព្រះបាទជ័យវរ្ម័នទី2សង់រាជធានីនៅតំបន់នោះហើយរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់អភិវឌ្ឍឲ្យរីកចម្រើនដើម្បីទាក់ទាញវិស័យទេសចរបង្កើនប្រាក់ចំណូលដល់សហគមន៍រួមចំណែកកាត់បន្ថយយុវជនបោះបង់ការសិក្សាលោកថាបច្ចុប្បន្នការអភិវឌ្ឍក្នុងតំបន់នោះនៅមានកម្រិតនៅឡើយធ្វើឲ្យសិស្សានុសិស្សជួបឧបសគ្គច្រើននៅពេលទៅសាលារៀនគឺធ្វើអភិវឌ្ឍនឹងដើម្បីមានសាលារៀនមានពីព្រោះវាពិបាកការសិក្សាក្មេងវាចុកជិះម៉ូតូចុះមករៀននេះវាគ្រោះថ្នាក់ចរាចរណ៍អីចឹងណាព្រមកលេសនេះលេខ1ពិភពលោកក៏ក្បាលទឹកបើសិនជាខាងលោករដ្ឋមន្ត្រីខាងធនធានទឹកនេះថាបានជួយមើលទឹកនេះព្រោះទឹកនោះជាប្រភពនៃឆ្នាំជាទឹកនៃប្រភពអ្នកក្រុងសៀមរាបទាំងអស់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនមានទំហំផ្ទៃដីជាង 62000 ហិកតាស្ថិតនៅក្នុងស្រុកចំនួន5រួមមានស្រុកស្វាយលើស្រុកបន្ទាយស្រីស្រុកវ៉ារិនស្រុកសូត្រនិគមនិងស្រុកអង្គរជុំឧទ្យានជាតិក៏មានប្រាសាទបុរាណជាច្រើនកប់ក្នុងព្រៃជ្រៅហើយក៏ជាទីតាំងទេសចរណ៍ធម្មជាតិនិងវប្បធម៌ប្រវត្តិសាស្ត្រចំនួន84កន្លែងរួមមានតំបន់ទឹកជ្រោះព្រះអង្គធំជំរំយុវជនស្រះដំរីវត្តអារាមរោងចិនលអាងទឹកជប់និងអាស្រមអ្នករក្សាសិលជាដើមអ្នកភូមិថាគុំតែបាននាយករដ្ឋមន្ត្រីចុះទៅតំបន់នោះដោយស្ងាត់ហើយពួកគាត់ស្នើសុំសាលាដោយផ្ទាល់កុំឲ្យពួកគាត់ប្រហែលមិនទទួលបានវិទ្យាល័យលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីក្រុមអ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថាអាស៊ានពិបាកនឹងស្ដារវិបត្តិនយោបាយមីយ៉ាន់ម៉ាឬភូមាដែលបានអូសបន្លាយពេលប្រមាណ4ឆ្នាំមកហើយប្រធានបដូវវេនអាស៊ានបានបរាជ័យលើការដឹកនាំដោះស្រាយវិបត្តិនយោបាយនៅប្រទេសភូមានេះជាបន្តបន្ទាប់ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានទៅជួបមេដឹកនាំផ្ដាច់ការដោយផ្ទាល់នៅប្រទេសភូមាជាដើមសម្រាប់ឆ្នាំ2025នេះអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានបដូវវេនអាស៊ានបន្ទាប់ពីឡាវនោះនឹងអាចដោះស្រាយវិបត្តិនយោបាយនៅប្រទេសភូមាបានដែរឬទេសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកទីនសាការីយ៉ាពិស្ដារអំពីរឿងនេះដូចតទៅវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាឬភូមាបានធ្លាក់ដល់ដៃមេដឹកនាំម៉ាឡេស៊ីជាអ្នកបន្តបេសកកម្មដឹកនាំអាស៊ានដោះស្រាយវិបត្តិនៅភូមាវិញម្ដងនៅឆ្នាំ2025នេះក្រោយពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានធ្វើជាប្រធានបដូវវេនអាស៊ានបន្តពីឡាវក្រុមអ្នកតាមដានកិច្ចការនយោបាយអន្តរជាតិមិនរំពឹងថាប្រធានបដូវវេនអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅតែមិនអាចដោះស្រាយវិបត្តិនយោបាយនៅភូមាបានដដែលនៅឆ្នាំ2025នេះអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោកអែមសវណ្ណរាមមានប្រសាសន៍ថាឧបសគ្គរបស់អាស៊ានគឺការមិនចុះសម្រុងគ្នាលោកបញ្យល់ថាមូលហេតុចម្បងគឺអាស៊ាននៅមានបញ្ហាផ្ទៃក្នុងរៀងៗខ្លួនពិសេសការដឹកនាំដែលមិនដើរលើគន្លងប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សបាទរត់ដោះស្រាយហើយបើសិនជាអាចធ្វើទៅបានមានតែគេហៅថាកាលណានាំពេលទទួលស្គាល់ឧទាហរណ៍ក្របខ័ណ្ឌអន្តរជាតិទទួលស្គាល់រឿងរដ្ឋាភិបាលសម្មាលនៅភូមិអញ្ចឹងវាទៅជាគេហៅថាប្រទាំងប្រទេសទៅនឹងគោលនយោបាយរបស់អាស៊ានធម្មតាអាស៊ានដែលមិនអនុញ្ញាតឲ្យរដ្ឋសមាជិកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកដទៃនេះជាឧបសគ្គមួយធំដែលអាស៊ានឧបសគ្គកន្លែងហ្នឹងគឺជាឧបសគ្គដែលគេត្រូវយកមកប្រើនៅក្នុងចំណុចសម្រាប់គេហៅថាអវិជ្ជមានច្រើនជាងវិជ្ជមានណាបើយើងមើលទៅការលើកឡើងរបស់អ្នកតាមដានកិច្ចការអន្តរជាតិនេះនៅស្របពេលសមាជិកក្រុមប្រឹក្សាភិបាលនៃសមាជិកសភាអាស៊ាននិងសមាជិកសភាម៉ាឡេស៊ីកាលពីថ្ងៃទី27កុម្ភៈបានប្រកាសលិខិតចំហដោយផ្ទាល់ទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ាននៅឆ្នាំ2025លិខិតចំហនោះគឺតំណាងឲ្យសមាជិកសភាអាស៊ាននិងក្រុមអង្គការសង្គមស៊ីវិលនៅក្នុងតំបន់អំពាវនាវឲ្យម៉ាឡេស៊ី
បង្កើនភាពជាអ្នកដឹកនាំរបស់ខ្លួននិងប្រកាន់វិធីសាស្ត្រដ៏រឹងមាំហើយត្រូវរួបរวมគ្នាបន្ថែមទៀតក្នុងការដោះស្រាយវិបត្តិដែលកំពុងតែកើតមានឡើងនៅប្រទេសភូមាលិខិតចំហដដែលបានលើកឡើងអំពីបរាជ័យរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនយោបាយនៅភូមាកន្លងមកដែលអាស៊ានដោះស្រាយវិបត្តិនេះគ្មានប្រសិទ្ធភាពនោះទេលើពីទៀតសភាអាស៊ានក៏អំពាវនាវឲ្យក្រុមមេដឹកនាំអាស៊ានត្រូវធានាថាកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាត្រូវបានទទួលស្គាល់ថាជាអ្នកពាក់ព័ន្ធដ៏សំខាន់ក្នុងការឆ្លើយតបរបស់អាស៊ានលិខិតចំហដែលដាក់ជូនប្រធានបដូវវេនអាស៊ាននេះបានសង្កត់ធ្ងន់ថារយៈពេលកន្លងមកនេះអាស៊ានមិនត្រឹមតែបរាជ័យលើការដោះស្រាយវិបត្តិនយោបាយនៅភូមាប៉ុណ្ណោះទេអាស៊ានក៏បរាជ័យលើការបង្ខំឲ្យរបបសឹកផ្ដាច់ការភូមាលោកមីនអងលៀងឲ្យអនុវត្តគោលការណ៍ទាំង5ចំណុចរបស់អាស៊ានដែលរបបសឹកបានចុះកិច្ចព្រមព្រៀងពិសេសលើការបើកច្រកទទួលយកជំនួយមនុស្សធម៌ជាដើមកាលពីពេលថ្មីនេះលោកអាន់វ៉ៃអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបានតែងតាំងអិសរាជជននយោបាយ2រូបដែលជាអតីតមេដឹកនាំនៅក្នុងតំបន់ជាទីប្រឹក្សារបស់ប្រធានអាស៊ានគឺលោកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកថាក់ស៊ីនស៊ីនវត្ត្រាអតីតនាយករដ្ឋមន្ត្រីថៃទាក់ទងនឹងបញ្ហានេះលោកអែមសវណ្ណរាក៏មានរំពឹងថាអតីតមេដឹកនាំនយោបាយទាំងពីររូបនេះមិនអាចជួយអ្វីដល់ប្រធានអាស៊ានក្នុងការសម្របសម្រួលដោះស្រាយវិបត្តិនយោបាយនៅភូមាបានឡើយលោកអែមសវណ្ណរាបានរំលឹកថាកាលពីអតីតនាយករដ្ឋមន្ត្រីលហ៊ុនសែនក្នុងនាមជាប្រធានបដូវវេនអាស៊ានកាលពីឆ្នាំ2022នោះលោកបានទៅជួបមេដឹកនាំយោធាលោកមីនអងលៀងដោយផ្ទាល់នៅប្រទេសភូមាផងក៏នៅតែមិនអាចរកច្រកដោះស្រាយបានដដែលយើងមើលទៅកាលពីកម្ពុជាប្រធានអាស៊ាននោះយើងយកទៅគេហៅថាយកជំនួយមនុស្សធម៌យកវាក់សាំងអីទៅជួបមេដឹកនាំផ្ដាច់ការភូមាមានអង្លាំងហ្នឹងទៅបានបន្តិចថាបញ្ចប់បទឈប់បាញ់នេះដែររហូតដល់ចុងឆ្នាំ2022មានបានណាតែផុតបានឡើងតែដល់5ម៉ោងលោកបាញ់ទៅក្តាំងបាត់តែយើងមើលជំនួយអន្តរជាតិចូលទៅហ្នឹងក៏ប្រទាំងទៅគឺរងគ្រោះដោយសារបាញ់កំទេចពីឬក៏បាញ់ពីពួកកងកម្លាំងប្រមាវុធដែរមិនមែនបាញ់ពីពួកចលនាតស៊ូទេអញ្ចឹងបានន័យថាគ្មានគេគោរពឬក៏ខ្លាចទៅអំណាចអន្តរជាតិឬក៏ឲ្យតម្លៃទៅជំនួយមនុស្សអន្តរជាតិលោកហ៊ុនសែនបានបរាជ័យនៅរងការរិះគន់ពីសមាជិកអាស៊ានមួយចំនួនកាលពីឆ្នាំ2022ដោយសារតែលោកបានសម្រេចដោះស្រាយវិបត្តិនយោបាយនៅភូមាដោយឯកតោភាគីក្នុងពេលលោកធ្វើជាប្រធានបដូវវេនអាស៊ានជាបន្តបន្ទាប់មកវិបត្តិនយោបាយនៅភូមានៅតែជាប់គាំងដដែលជាការកត់សម្គាល់កាលពីឆ្នាំ2023ឥណ្ឌូនេស៊ីដែលជាប្រធានបដូវវេនអាស៊ានបន្ទាប់ពីកម្ពុជានោះគឺមេដឹកនាំឥណ្ឌូនេស៊ីក៏ប្រឹងប្រែងដោះស្រាយវិបត្តិនយោបាយនៅភូមានេះដែរប៉ុន្តែមេដឹកនាំផ្ដាច់ការនៅភូមាមិនសហការក្នុងការស្វែងរកដំណោះស្រាយនេះឡើយរបបសឹកនៅតែបន្តសម្លាប់មនុស្សឥតញញើតដៃនោះទេអ្នកជំនាញច្បាប់និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោកវ៉ុនចាន់ឡូតមានប្រសាសន៍ថាម៉ាឡេស៊ីអាចមានបទពិសោធន៍គ្រប់គ្រាន់ពីបណ្ដាក្រុមមេដឹកនាំអាស៊ានដែលបរាជ័យលើការដោះស្រាយវិបត្តិនយោបាយនៅភូមាដូចជាកម្ពុជាឥណ្ឌូនេស៊ីនិងឡាវជាដើមលោកបន្ថែមថាការដោះស្រាយវិបត្តិនយោបាយនៅភូមានេះបញ្ហាចម្បងគឺអាស្រ័យលើឆន្ទៈរបស់ប្រធានបដូវវេនអាស៊ានគួរតែមានការដកស្រង់ពិសោធន៍នឹងបានច្រើនហើយក្នុងនោះមានទាំងដកពិសោធន៍ពីកម្ពុជាដកពិសោធន៍ពីឡាវបាទហើយនឹងឥណ្ឌូនេស៊ីជាដើមហ្នឹងក្នុងអាណត្តិបន្ទាប់ដែលម៉ាឡេនឹងក្លាយទៅជាប្រធានខ្ញុំនៅតែនិយាយដដែលម៉ាឡេអាស្រ័យទៅលើម៉ាឡេដែលជាប្រធានអាស៊ានហើយមានសុឆន្ទៈពិតប្រាកដនៅក្នុងការជំរុញដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាប៉ុន្តែទន្ទឹមទៅនឹងសុឆន្ទៈរបស់ម៉ាឡេគឺមិនគ្រប់គ្រាន់ទេវាអាស្រ័យទៅលើសុឆន្ទៈពិតប្រាកដនៃបណ្ដាសមាជិកអាស៊ានហើយប៉ុណ្ណេះក៏មិនតាន់គ្រប់គ្រាន់ដែរគឺវាអាស្រ័យទៅនឹងសុឆន្ទៈនៃមហាអំណាចគឺមានចិនហើយនិងអាមេរិកក្នុងការជំរុញទៅនឹងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាផងដែររយៈពេល4ឆ្នាំកន្លងមកនេះពលរដ្ឋមីយ៉ាន់ម៉ាឬភូមាបានប្រឈមមុខនឹងការធ្វើទុកបុកម្នេញពីក្រុមយោធានិងអំពើឃោរឃៅការវាយប្រហារតាមអាកាសដោយមិនរើសមុខដែលបំផ្លិចបំផ្លាញសហគមន៍ការចាប់ខ្លួនតាមទំនឹងចិត្តការផ្លាស់ទីលំនៅការដួលរលំសេដ្ឋកិច្ចដែលបានជំរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ខ្លួនក្នុងភាពក្រីក្រលំបាកនិងមនុស្សរាប់សែននាក់ទៀតត្រូវបានរបបយោធាសម្លាប់ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថាម៉ាឡេស៊ីឬអាស៊ាន
លំបាកក្នុងការស្វែងរកដំណោះស្រាយរឿងវិបត្តិនយោបាយនៅភូមានេះក៏ដោយសារតែប្រទេសនីមួយៗមានបញ្ហារៀងៗខ្លួនពិសេសរឿងរំលោភសិទ្ធិមនុស្សនិងការអនុវត្តបែបប្រជាធិបតេយ្យមិនពេញលេញដូចជាកម្ពុជាថៃជាដើមសមាជិកអាស៊ានក៏មិនបានចុះសម្រុងគ្នាជាធ្លុងតែមួយដែរដើម្បីរួបរวมគ្នាដោះស្រាយវិបត្តិនយោបាយនៅភូមានេះជាពិសេសពួកគេសំអាងលើធម្មនុញ្ញអាស៊ានដែលបានចែងពីរឿងអាស៊ានមិនអាចលូកលាន់កិច្ចការផ្ទៃក្នុងគ្នាបានខ្ញុំបាទទីនសាការីយ៉ាអាស៊ីសេរីប្រធានាធិបតី Washington លោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិហើយរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រីជាពាក្យដែលយើងឧស្សាហ៍ឮពីមាត់មេដឹកនាំកម្ពុជានៅពេលនិយាយដល់រឿងសិទ្ធិស្ត្រីប៉ុន្តែស្ត្រីមួយចំនួនដែលរងគ្រោះដោយសារការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុនប្រតិកម្មថាពួកមេដឹកនាំកម្ពុជាគិតគូរខ្លាំងទៅលើស្ត្រីដែលជាប្រពន្ធកូននិងបកពួករបស់ខ្លួនដោយមិនបានមើលឃើញពីទុក្ខវេទនារបស់ពួកគាត់ឡើយយើងនឹងជជែកពិភាក្សាអំពីសិទ្ធិស្ត្រីនេះនៅយប់ថ្ងៃសុក្រទី7មីនានេះស្របពេលពិភពលោកទាំងមូលនឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃទី8មីនាសូមលោកអ្នកនាងរងចាំស្ដាប់នឹងទស្សនាកិច្ចពិភាក្សានេះកុំបីខានលោកអ្នកនាងអាចបញ្ចេញមតិយោបល់ឬសួរសំណួរដោយដាក់លេខទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងប្រអប់ខ្ទង់ comment នៃការផ្សាយផ្ទាល់របស់វិទ្យុអស៊ីសេរីនៅលើបណ្ដាញសង្គម Facebook YouTube និង Telegram សូមអរគុណលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីអ្នកច្បាប់និងសកម្មជននយោបាយថាដរាបណាព្រះរាជអាជ្ញាបំពេញភារកិច្ចស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយពួកគេមិនអាចគោរពតាមពាក្យសម្បត្តិនៅចំពោះមុខព្រះមហាក្សត្របាននោះទេការលើកឡើងនេះធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងចំនួន15នាក់កាលពីថ្ងៃទី28ខែកុម្ភៈបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងចូលកាន់តំណែងបាទអ្នកស្រីខាន់លក្ខណារាយការណ៍ពិស្ដារអំពីរឿងនេះអ្នកច្បាប់និងសកម្មជននយោបាយហៅពិធីស្បត់ចូលកាន់តំណែងរបស់ព្រះរាជអាជ្ញារងព្រះរាជអាជ្ញាចៅក្រមនិងមន្ត្រីយុតិធម៌នៅកម្ពុជាថាធ្វើឡើងគ្រាន់តែជាការបង្ក្រប់កិច្ចប៉ុន្តែពេលអនុវត្តការងារជាក់ស្ដែងមន្ត្រីយុតិធម៌ទាំងនោះបំពានសច្ចរិតភាពដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននិងបម្រើនយោបាយអ្នកកាន់អំណាចអ្នកជំនាញច្បាប់និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោកវ៉ាន់ចាន់ឡូនប្រាវិសុអាស៊ីសេរីនៅថ្ងៃទី2ខែមីនាថាព្រះរាជអាជ្ញារងនិងព្រះរាជអាជ្ញាមានតួនាទីសំខាន់ណាស់ក្នុងការចោទប្រកាន់បុគ្គលដែលជាប់សង្ស័យពីការប្រព្រឹត្តបទល្មើសដើម្បីធានាថាជនល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់យុត្តិធម៌ឡើយហើយក៏ធានាដែរថាជនរងគ្រោះនឹងទទួលបានយុត្តិធម៌តាមផ្លូវច្បាប់លោកថាស្មារតីប្រតិបត្តិការងារនេះមានចែងច្បាស់ក្នុងពាក្យសម្បត្តិចូលកាន់តំណែងរបស់មន្ត្រីព្រះរាជអាជ្ញារងនិងព្រះរាជអាជ្ញាទាំងនោះប៉ុន្តែលោកវ៉ាន់ចាន់រ៉ូតក៏សម្គាល់ថានៅកម្ពុជាព្រះរាជអាជ្ញារងព្រះរាជអាជ្ញានិងចៅក្រមមិនបានបំពេញតួនាទីរបស់ពួកគេឲ្យបានត្រឹមត្រូវដោយឆន្ទៈប្រកាន់គោលការណ៍យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទូទៅឡើយប៉ុន្តែលោកថាពួកគេអនុវត្តការងារតាមនិន្នាការប្រយោជន៍ផ្ទាល់ខ្លួននិងតាមការចង់បានរបស់ថ្នាក់ដឹកនាំប្រទេសកន្លងមកដែលយើងឃើញថាព្រះអាជ្ញាបែរជាប្រើប្រាស់ទូនទីសមត្ថកិច្ចរបស់ខ្លួនផ្ទុយគឺបែរជាប្រើប្រាស់ស្ថិតនៅក្នុងរូបភាពនយោបាយច្រើនជាងចោតប្រកាន់អ្នកនេះអ្នកនោះរួមទាំងអ្នកនយោបាយដែលបញ្ចេញមតិហ្នឹងទៅជាបទឧក្រិដ្ឋវិញបាទអំពើឧក្រិដ្ឋកម្មដែលកើតឡើងពាសពេញប្រទេសបែរជាមិនឃើញព្រះរាជអាជ្ញាសកម្មក្នុងការដើរតួនាទីដើម្បីលុបបំបាត់នៅភាពអសកម្មហ្នឹងទេកន្លងមកដែលយើងឃើញថាការប្រើប្រាស់តួនាទីរបស់ព្រះអាជ្ញាគឺទំនងជាស្ថិតនៅក្រោមឥទ្ធិពលនយោបាយហ្នឹងខ្លាំងមែនទែនដែលជាជំងឺមួយសម្រាប់ប្រព័ន្ធយុទ្ធធម៌កម្ពុជាហើយបង្កើតឲ្យបានទៅជាវប្បធម៌នីតិរដ្ឋភាព
វិសុអាស៊ីស្រីមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងយុតិធធលោកចិនម៉ាលីនបានទេនៅថ្ងៃទី2ខែមីនាការលើកឡើងរបស់អ្នកច្បាប់នេះធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងកម្មសិក្សាចំនួន15នាក់កាលពីថ្ងៃទី28ខែកុម្ភៈបានធ្វើសេចក្ដីប្រណិធាននៅព្រះបរមរាជវាំងមុនចេញទៅបំពេញការងារនៅក្រសួងយុតិធធនិងនៅតាមអัยការអមសាលាដំបងរាជធានីខេត្តមួយចំនួនរដ្ឋមន្ត្រីក្រសួងយុតិធធលោកកើតរិទ្ធគឺជាអ្នកដឹកនាំចូលធ្វើសេចក្ដីប្រណិធានព្រះរាជអាជ្ញារងកម្មសិក្សាទាំង15នាក់នេះជាអតីតសិស្សចៅក្រមផ្ទៃក្នុងចំនួនទី2នៃសាលាភូមិន្ទចៅក្រមនិងព្រះរាជអាជ្ញានៃបណ្ឌិតសភាភូមិន្ទយុតិធធកម្ពុជាយោងតាមគំរូពិធីសេចក្ដីប្រណិធានមួយនៅបណ្ឌិតសភាភូមិន្ទយុតិធធកម្ពុជាកាលពីថ្ងៃទី28ខែកុម្ភៈសិស្សចៅក្រមព្រះរាជអាជ្ញាសិស្សអាជ្ញាសាលាក្រឡាបញ្ជីនិងសិស្សសាការីបានស្បត់នៅចំពោះព្រះភ័ក្ត្រព្រះសង្ឃដោយសុខចិត្តឲ្យពួកគេជួបគ្រោះមហន្តរាយផ្សេងៗបើពួកគេមិនបំពេញតួនាទីដោយសុចរិតបើអ្នកណាមិនគោរពកតបកិច្ចការរក្សាការសម្ងាត់វិជ្ជាជីវៈនៅអ្វីដែលខ្លួនបានដឹងបានឃើញបានឮបានជួបនិងបានចាំក្នុងកំឡុងពេលបណ្ដុះបណ្ដាលទេសូមអស់ទេវព្រះអរុបអរិយអ្នកតាលោកយាយទេពនិងបារមីដ៏ស័ក្តិសិទ្ធិបំផ្លាញឲ្យរលាយឲ្យស្លាប់ដៃហោងយ៉ាងវេទនាដោយគ្រាប់កំភ្លើងរំទះបាញ់ផងខ្លាខំហួសចិត្តលោកអនាគតជាតិឲ្យប្រត់ប្រាស់ពុកម្ដាយបងប្អូនកូនចៅឲ្យក្ររហេរហាមអតីតសកម្មជនបកប្រឆាំងលោកវឿងវិស្នេដែលធ្លាប់ជាប់ពន្ធនាគារលើកឡើងថាបើពាក្យសម្បត្តិចូលកាន់តំណែងមានប្រសិទ្ធភាពមែននោះសមាជិកក្រុមគ្រួសារត្រកូលហ៊ុនរងមហន្តរាយច្រើនជាងគេព្រោះស្បត្តិច្រើនជាងគេហើយក៏បំពានច្បាប់ច្រើនជាងគេដែរលោកប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី2ខែមីនាថាព្រះរាជអាជ្ញារងនិងព្រះរាជអាជ្ញាមិនបានបំពេញតួនាទីរបស់ខ្លួនតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋនិងរដ្ឋឡើយប៉ុន្តែគ្រាន់តែជាឧបករណ៍របស់អ្នកកាន់អំណាចនិងបកពួកប៉ុណ្ណោះលោកថាព្រះរាជអាជ្ញានៅកម្ពុជាធ្វើការងារសកម្មក្នុងការចាប់ខ្លួនសកម្មជនសង្គមនិងសកម្មជននយោបាយបកប្រឆាំងតាមតែមាត់របស់លោកហ៊ុនសែនសូម្បីតែករណីពលរដ្ឋសម្ដែងមតិលើបណ្ដាញសង្គម Facebook ស្របតាមរដ្ឋធម្មនុញ្ញក៏រដ្ឋាភិបាលតាមធ្វើទុកបុកម្នេញដែរការស្បត់ចូលកាន់តំណែងទៅបីស្បត់100ចម្ពោះ100ដង1000ដងបើមិនមានឆន្ទានុសិទ្ធិឬមួយក៏អត់មានឆន្ទៈក្នុងការគោរពបដិបត្តិហើយនឹងឈរនៅលើគោលការណ៍នៃគុណធម៌ដែលជាមនុស្សគឺវាអត់អាចរកយុត្តិធម៌ជូនជនរងគ្រោះបានទេវាសំខាន់លើទឹកចិត្តមនុស្សតើមនុស្សនឹងគ្រប់ច្បាប់ដែរអត់បើសិនថាអត់មានទឹកចិត្តឆន្ទៈមនសិការដើម្បីគោរពច្បាប់ទោះបីស្បត់នឹងអរលាយមកពូជក៏វានៅតែដដែលទេវាអត់មានយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរទេអ្នកខ្លំមើលលើកឡើងថាព្រះរាជអាជ្ញាចៅក្រមនិងមន្ត្រីយុតិធធបំពេញតួនាទីរបស់ខ្លួនខុសទិសដៅពីព្រោះមិនបានធានាយុតិធធលើករណីជាច្រើនប៉ុន្តែដាក់បន្ទុកលើជនរងគ្រោះជាជាងស៊ើបអង្កេតរកភស្តុតាងដើម្បីផ្ដន្ទាទោសជនល្មើសជាពិសេសសំណុំរឿងចំនួនដីធ្លីបរិស្ថានសង្គមសិទ្ធិមនុស្សនិងនយោបាយជាក់ស្ដែងជនរងគ្រោះដីធ្លីជាច្រើនរូបដូចជាលោកស្រីផៅញើងនិងសកម្មជនដីធ្លីនៅខេត្តកោះកុងផ្សេងទៀតលោកស្រីសែនពិសីនៅខេត្តពោធិ៍សាត់លោកស្រីង៉ែតខុនហៅយាយម៉ាមីនៅភ្នំពេញរួមទាំងពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមុកមួយចំនួនទៀតបែរជាត្រូវតុលាការចោទប្រកាន់និងចាប់ដាក់ពន្ធនាគារដោយព្រះរាជអាជ្ញានិងចៅក្រមនៅពេលពលរដ្ឋរងគ្រោះគ្រាន់តែចេញតវ៉ារកយុត្តិធម៌រីឯឈ្មួញអុកញ៉ានិងមន្ត្រីធំដែលរំលោភដីធ្លីពលរដ្ឋបែរជារួចខ្លួនទៅវិញ
ក្នុងទស្សនវិជ្ជាសង្គមនិងនយោបាយវិញសកម្មជនសង្គមបរិស្ថានសិទ្ធិមនុស្សសហជីពនិងសកម្មជននយោបាយរហូតដល់ថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ប្រមាណ100នាក់ត្រូវបានព្រះរាជអាជ្ញានិងចៅក្រមចោទប្រកាន់និងចាប់ដាក់ពន្ធនាគារដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ក្នុងសង្គមក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតអ្នកខ្លំមើលលើកឡើងថាប្រសិនបើព្រះរាជអាជ្ញានិងចៅក្រមបំពេញតួនាទីរបស់ខ្លួនតាមពាក្យសម្បត្តិមែននោះពួកគេពិតជាអាចរកឃាតករដែលបានបញ្ជាឲ្យសម្លាប់លោកលឹមកំយ៉ាលោកបណ្ឌិតកែមលីលោកជាវិជាលោកឈុតវុធីព្រះអង្គសំប៊ុនធឿននិងអ្នកស្រីពិសិដ្ឋពីលីកាពីព្រោះសំណុំរឿងឃាតកម្មធំៗទាំងនេះសុទ្ធតែបន្សល់ទុកនៅតម្រុយនិងភ័ស្តុតាងដែលអាចងាយស៊ើបអង្កេតឈានទៅដល់ចាប់អ្នករៀបចំផែនការឃាតកម្មពិតប្រាកដខ្ញុំខណ្ឌលក្ខណា Visual Assisray លោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីចំណែកបញ្ហារបស់ប្រជាពលរដ្ឋនៅឯរាជធានីភ្នំពេញឯណោះវិញប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែពីបញ្ហាកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃបណ្ដាលមកពីសាលារៀនឯកជនមួយចំនួនពុំមានចំណតត្រឹមត្រូវហើយប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ចតយានយន្តពួកគាត់ស្នើដល់អាជ្ញាធរឲ្យពិគ្រោះជាមួយសាលារៀនឯកជនទាំងនោះដើម្បីស្វែងរកដំណោះស្រាយនិងបញ្ជាការកកស្ទះចរាចរណ៍ដែលបង្កការរំខាននិងភាពយឺតយ៉ាវរបស់អ្នកដំណើរបាទលោកប្រាយជេវរាយការណ៍ព័ត៌មាននេះសកម្មភាពយានយន្តធ្វើដំណើរដោយច្រើនស្អិចស្កះតាមដងផ្លូវក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃកំពុងបង្កជាបញ្ហាកកស្ទះចរាចរណ៍ជាពិសេសនៅពេលមនុស្សម្នាសម្រុកចេញពីផ្ទះទៅធ្វើការនិងពេលចេញពីកន្លែងធ្វើការទៅផ្ទះវិញលើសពីនេះទៀតបញ្ហាស្ទះចរាចរណ៍នេះកាន់តែអាក្រក់ថែមទៀតនៅតំបន់ដែលមានទីប្រជុំជនផ្លូវបែកជា4និងនៅសាលារៀនមួយចំនួនជាដើមគេសង្កេតឃើញសាលារៀនឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ឲ្យអាណាព្យាបាលសិស្សចតឡានរងចាំទទួលកូនរបស់ពួកគាត់ចេញពីសាលារៀនប្រការនេះធ្វើឲ្យពលរដ្ឋនិងអ្នកបើកបរលើដងផ្លូវមួយចំនួនកំពុងត្អូញត្អែពីបញ្ហាស្ទះចរាចរណ៍និងបណ្ដាលមកពីការឈប់រថយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនិងតំបន់ដែលមានសាលារៀនឯកជនអ្នកដឹកជញ្ជូនម្ហូបអាហារនៅរាជធានីភ្នំពេញលោកនៅសាប្រាប់វិទ្យុអាស៊ីសេរីថាស្ទើររៀងរាល់ថ្ងៃការកកស្ទះចរាចរណ៍នៅតំបន់សាលារៀនឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរដទៃទៀតដូចជាខាតបង់ពេលវេលាប្រេងឥន្ធនៈនិងប្រាក់ចំណូលជាដើមជញ្ជូនអញ្ចឹងពេលស្ទះផ្លូវម្ដងយើងត្រូវខាតពេលវេលាយើងត្រូវដឹកបានច្រើនជើងបើជាយើងអាចដឹកបាន1ម៉ោងយើងដឹកបានតែ1ជើងតែ2ជើងទេទី2យើងត្រូវអាពេលស្ទះហ្នឹងយើងត្រូវជិះម៉ូតូទៅបានតិចអញ្ចឹងវាព្យាម៉ាស៊ីនម៉ូតូចោលរហូតហើយវាក្តៅម៉ាស៊ីនម៉ូតូវាអាចថាស៊ីប្រេងឥន្ធនៈវាច្រើនជាងយើងជិះធម្មតាដែរទី3យើងបញ្ហាអាចថាពេលយើងមានអីបានត្រូវទៅយកពីហាងឬក៏ទៅបត់ទៅក្រោយវិញអញ្ចឹងក៏វាពិបាកដែរព្រោះយើងស្ទះអញ្ចឹងយើងអាចទៅយកឲ្យបានពីខាងបានភ្លាមបានលឿនទេពេលខ្លះអាចប្រឈមនឹងការដាច់បងដាច់អីដែរអ្នករត់កង់3ម្នាក់ទៀតនៅរាជធានីភ្នំពេញលោកស្រីសុវណ្ណវ៉ារីលើកឡើងថាការកកស្ទះចរាចរណ៍នៅតំបន់សាលារៀនឯកជនកំពុងបង្កជាផលប៉ះពាល់រំខានដល់ការធ្វើដំណើរនិងខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃខ្ញុំឃើញនឹងញយហ្នឹងបងគ្រប់កន្លែងទាំងអស់អាព្រលឹមឡើងស្ទះអាថ្ងៃត្រង់ស្ទះអាល្ងាចស្ទះនិយាយមកថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហ្នឹងគឺពេញហ្មងសាលាតាមផ្លូវហ្នឹងដូចវាអញញ៉ៃលោកស្រីសវណ្ណវ៉ារីស្នើដល់អាជ្ញាធរឲ្យណែនាំដល់សាលាឯកជនឲ្យគិតគូរអំពីការបង្កើនឲ្យមានការចំណតឡាន
ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដងផ្លូវ និយាយរួមមកបើយោបល់ខ្ញុំមានកត្តាថាជា2ឬ3ដែរទី1គឺខាងសាលាហ្នឹងគាត់ធ្វើមិនរកកន្លែងណាដែលជួលកុំឲ្យពាក់ព័ន្ធនឹងកន្លែងផ្លូវធំឬក៏ផ្លូវតូចដែលពិបាកអ្នកដែលធ្វើដំណើរដូចខ្ញុំដូចឬក៏បងប្អូនផ្សេងដែលត្រូវយកកូនដែរគេទៅអត់តាន់ឬក៏អ្នកប្រកបមុខរបរដូចខ្ញុំក៏ទៅអត់តាន់ដែរភ្ញៀវ concert ខាតប្រយោជន៍ដើម្បីតែប្រយោជន៍សាលាខ្លួនឯងអាគេក៏ប៉ះពាល់ដែរ វត្ថុអាស៊ីសេរីមិនទាន់អាចតាក់ទងអភិបាលរាជធានីភ្នំពេញលោកខួងស្រេងនិងអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាអ្នកស្រីខួនវិជ្ជការដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបានទេនៅថ្ងៃទី3ខែមីនាគេហទំព័រច្រកចេញចូលតែមួយរបស់ក្រសួងមុខងារសាធារណៈឲ្យដឹងថារាល់ការចេញអាជ្ញាប័ណ្ណបើកគ្រឹះស្ថានអប់រំតម្រូវឲ្យមានឯកសារមួយចំនួនដូចជាពាក្យស្នើសុំអាជ្ញាប័ណ្ណបើកគ្រឹះស្ថានអប់រំឯកជនលិខិតបញ្ជាក់ទីតាំងប្លង់បំរុញទីតាំងនិងចំណត់ជាដើមទោះយ៉ាងនេះក្តីពលរដ្ឋមើលឃើញថាសាលារៀនឯកជនមួយចំនួនពុំបានគោរពតាមលក្ខខណ្ឌដែលបានស្នើសុំអាជ្ញាប័ណ្ណឡើយហើយបានប្រើប្រាស់ផ្លូវសាធារណៈសម្រាប់អាណាព្យាបាលសិស្សចតចាំទទួលកូនរបស់ពួកគាត់ចេញពីសាលារៀននិងបង្កការកកស្ទះចរាចរណ៍ដល់ពលរដ្ឋផ្សេងទៀតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រីអុកឆាយាវីមានប្រសាសន៍ថាស្ថាប័នពាក់ព័ន្ធដូចជាក្រសួងអប់រំអាជ្ញាធរដែនដីជាដើមគួរតែមានវិធានការដោះស្រាយបញ្ហាកកស្ទះនៅមុខសាលារៀនឯកជនដោយឲ្យសាលារៀនទាំងនោះរៀបចំឲ្យមានចំណាត់ត្រឹមត្រូវ ចឹងហើយអ្នកដែលត្រូវពាក់ព័ន្ធត្រូវជួយដោះស្រាយរឿងហ្នឹងគឺអាជ្ញាធរនៅទីតាំងហ្នឹងហ្មងសូមជួយណាសូមជួយរៀបចំបែបផែនយ៉ាងណាកុំឲ្យកកស្ទះចាហ្នឹងយើងមានតែសេចក្តីអំពាវនាវទេយើងអត់មានសិទ្ធិអំណាចទេ ពលរដ្ឋស្នើអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការត្រួតពិនិត្យការផ្តល់អាជ្ញាប័ណ្ណរបស់គ្រឹះស្ថានអប់រំឯកជននានាដែលគ្មានចំណតរថយន្តដើម្បីកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីការកកស្ទះចរាចរណ៍នៅលើដងផ្លូវខ្ញុំប្រជាវត្ថុអាស៊ីសេរីពីរដ្ឋធានី Washington លោកអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចប់តែប៉ុណ្ណោះយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទហុំចម្រើនព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរលកធាតុអាកាសខ្លីតាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះតាមរយៈប៉ុស SW 12.14 MHz ស្មើនឹងកម្ពស់ 25m និងប៉ុស SW 13.71 MHz ស្មើនឹងកម្ពស់ 22mពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈប៉ុស SW 9.33 MHz ស្មើនឹងកម្ពស់ 32m ប៉ុស SW 11.88 MHz ស្មើនឹងកម្ពស់ 25m និងប៉ុស SW 12.15 MHz ស្មើនឹងកម្ពស់ 25m លោកអ្នកនាងក៏អាចស្ដាប់និងទស្សនាការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់ Vithu Azisaray តាមរយៈអាសយដ្ឋាន rfa.org/khmer ក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាព័ត៌មាន Vithu Azisaray លើ